បាទជំរាបបងថ្ងៃនេះយើងមករៀបធុងចម្រាស់មួយសម្រាប់ដូរជាមួយធុងចម្រាស់ដែលយើងប្រើធុងស៊ីប្រូចាស់បាទដោយសារទឹកវារៀងល្អបាទអញ្ចឹងសម្រាប់ធុងចម្រាស់នេះយើងរៀបដល់ទៅ4ចិនតែម្ដងទៅបាទហើយចិនទី1យើងដាក់ស្បៃនៅក្នុងតម្រងបាទស្បៃខៀវតម្រងចិនទី2យើងដាក់ថ្មដើមចិនទី3ដាក់ថ្មឡាវ៉ាហើយនៅចិនទី4ដាក់អំពូល UV បាទហើយនេះគឺជាភាពទឹកដែលយើងប្រើធុងស៊ីប្រូបាទចាំមើលទឹកវារៀងល្អអញ្ចឹងយើងនឹងដូរដាក់4ចិននេះដែលមានឧបករណ៍ពេញតែម្ដងបាទគឺដូចយើងមើលក្នុងវីដេអូអញ្ចឹងបាទហើយនេះយើងរៀបចំដំឡើងហើយបាទចាំមើលថាលទ្ធផលនៅក្នុងរយៈពេលប្រហែលថ្ងៃបានវាបានថ្លាល្អបាទអញ្ចឹងសម្រាប់ចិនធុងនេះវាមាន4ចិនបាទអញ្ចឹងចិនទី1ដាក់ស្បៃហើយតម្រងចិនទី2ដាក់ថ្មដើមចិនទី3ដាក់ថ្មឡាវ៉ាចិនទី4ដាក់ UV បាទនេះយើងចាំដើមមើលគឺវាបានត្រង់ហើយបាទវាត្រង់ហើយគឺតម្រងវាអាចទប់លីមកបានខ្លះបាទអានេះចូលថ្ងៃទី1បាទវាថ្លាបានប៉ុណ្ណេះបាទអាចមើលបានឃើញបាទព្រៀងហ្នឹងបាទហើយត្រីក៏សុខភាពល្អតាមនឹងដែរនៅពេលដែលទឹកវាកាន់តែល្អបាទហើយនេះចូលថ្ងៃទី2ហើយបាទថ្ងៃទី2ថ្លាល្អហ្មងបាទតែវានៅមានកម្រិតព្រៀងនេះទៀតអាហ្នឹងវាអាចចូល2ថ្ងៃអាចថ្លាជាងនេះបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ចង់បានធុងចម្រោះបងប្អូនអាចតាក់ទងយើងបានបាទយើងអាចផ្សាយបានគ្រប់ខេត្តក្រុងតែម្ដងបាទអរគុណ